សូមស្វាគមន៍មកកាន់អេពីសូត 4 នៅវគ្គមុនយើងបានស្វែងយល់អំពីដំណើររឿងក្អែកប្រើសនិងចចកតទៅនេះសូមតាមដានខ្លឹមសារបន្ទាប់ដើម្បីតាមដានការវិវត្តនៃសាច់រឿងនិងស្វែងយល់ពីគំនិតដ៏មានតម្លៃដែលអ្នកនិពន្ធចង់ចែករំលែកឥឡូវនេះសូមអញ្ជើញលោកអ្នកបន្តរួមដំណើរទៅកាន់អេពីសូត 4 ក្រោយពីបានស្ដាប់ស្ដេចកណ្ដោនិទានរឿងចប់ហើយក្អែកចាស់ក៏បានឆ្លើយឡើងថាទី84សម្លាញ់ជាអ្នកមានចិត្តសន្តោសដូចស្ដេចព្រាបបើខ្ញុំស៊ីបងជាអាហារខ្លួនបងតូចដូចនេះមិនពេញក្រពះខ្ញុំទេកាលបើបងនៅរស់ខ្ញុំក៏មានឈ្មោះថារស់នៅដែរទី85ទោះបើសត្វតិរិឆានដែលព្យាយាមប្រព្រឹត្តល្អយ៉ាងណាក៏ដោយក៏គង់តែលេចនៅសកម្មភាពអាក្រក់ក្នុងពេលវេលាមួយជាក់ជាមិនខានដូចសភាពលោកអ្នកសប្បុរសទាំងឡាយនឹងថាផ្លាស់ប្ដូរទៅជាអ្វីផ្សេងទៀតក៏មិនមែនព្រោះលោកអ្នកមានសភាពជាអ្នកសប្បុរសជាប្រក្តីទៅហើយ86សន្តានចិត្តលោកសប្បុរសទាំងឡាយទោះបើមានសេចក្តីក្រែវក្រោធកើតឡើងក៏មិនប្រែប្រួលអាកប្បកិរិយាដែរដូចជាគេមិនអាចយកស្មៅទៅដុតកម្ដៅទឹកសមុទ្រឲ្យក្តៅពុះបានឡើយស្ដេចកណ្ដោបានស្ដាប់ហើយក៏និយាយតបវិញថាបងឯងជាសត្វដែលមានចិត្តខិលខូចណាស់បុគ្គលមិនគប្បីរាប់អានជាមួយនឹងសត្វរពិលរពូចដូច្នេះទេព្រោះថាទី87សត្វឆ្មាមួយក្របីមួយជៀមមួយក្អែកមួយនិងមនុស្សចិត្តអាក្រក់មួយទាំង5ពួកនេះបានសេចក្តីចម្រើនរុងរឿងដោយសារតែពូកែអែបអបធ្វើជាស្និទ្ធស្នាលព្រោះហេតុនេះបុគ្គលមិនគប្បីប្រគល់នៅភាពស្និទ្ធស្នាលចំពោះបុគ្គលទាំង5ពួកនេះឡើយម្យ៉ាងទៀតខ្លួនបងក៏ជាសត្រូវនឹងខ្ញុំផងព្រោះថាទី88បើជាសត្រូវហើយបុគ្គលមិនគួរជឿទុកចិត្តយ៉ាងជិតស្និទ្ធនោះឡើយប្រៀបបានដូចជាទឹកកំពុងពុះខ្លាំងក៏អាចរំលត់ភ្លើងបានដែរទី89មនុស្សអាក្រក់ទោះបីជាមានចំណេះដឹងយ៉ាងណាក៏បុគ្គលមិនគួររាប់អានឡើយដូចជាសត្វពស់ដែលមានពិសសូម្បីប្រដាប់ដោយកែវមណីវានឹងមិនធ្វើឲ្យយើងមានភ័យឬអ្វីទី90របស់ណាដែលមិនអាចរបស់នោះនៅតែមិនអាចពិតប្រាកដឯរបស់ណាដែលអាចរបស់នោះនៅតែអាចពិតប្រាកដដូចជារទេះបរទៅលើទឹកមិនបានទេឯទូកអុំនៅលើគោកក៏មិនបានដូច្នោះដែរទី91ខ្ញុំទាំងឡាយណាទៅចង់ចិត្តស្និទ្ធស្នាលជាមួយនឹងសត្រូវឬនឹងភរិយាដែលមិនមានចិត្តស្រឡាញ់ខ្លួនដោយអាងថាមានទ្រព្យសម្បត្តិច្រើនជីវិតជនទាំងឡាយនោះនឹងឈានទៅរកសេចក្តីវិនិច្ឆ័យអន្តរាយហើយឯកចាស់ពោលតបទៅវិញថាខ្ញុំបានស្ដាប់សម្ដីបងនិយាយអស់ហើយក៏ដូចជាឃើញថាបងមិនយល់ព្រមសោះតែទោះជាយ៉ាងណាក៏ខ្ញុំបានតាំងចិត្តរួចស្រេចទៅហើយថានឹងយកបងធ្វើជាមិត្តស្និទ្ធស្នាលឥតសង្ស័យឡើយបើមិនដូច្នោះទេខ្ញុំសុខចិត្តស្លាប់ល្អជាងព្រោះថាទី92មនុស្សអាក្រក់ប្រៀបដូចឆ្នាំងដីងាយនឹងបាក់បែកណាស់ដល់ពេលផ្គុំឡើងវិញមិនងាយជាប់ទេឯលោកជាសប្បុរសប្រៀបដូចជាឆ្នាំងមាសមិនងាយបាក់បែកទេតែបាក់បែកហើយក៏ងាយផ្សារភ្ជាប់វិញដែរទី93លោហៈធាតុទាំងអស់រលាយចូលគ្នាបានដោយសារមានលក្ខណៈដូចគ្នាយ៉ាងណាមិញសត្វទាំងឡាយអាចចូលជាវងបានព្រោះមានរូបរាងលក្ខណៈដូចគ្នាឯមនុស្សល្ងងរាប់អានគ្នាបានព្រោះមានភ័យនិងលោភជាលក្ខណៈដូចគ្នាចំណែកឯជនដែលមានចិត្តប្រសើររាប់អានគ្នាបានដោយស្គាល់ហេតុស្គាល់ផល
ទី94មិនពិតជនមានចិត្តល្អគេមើលទៅឃើញមានអាការៈដូចផ្លែដូងឯអ្នកដទៃទៀតគេមើលទៅឃើញដូចផ្លែពុត្រាមានសម្បកក្រៅរលោងស្រលគួរជាទីពេញចិត្តទី95ខ្សែមេត្រីចិត្តនៃអ្នកសប្បុរសទាំងឡាយទោះជាមានឧបសគ្គអ្វីមកកាត់ផ្តាច់ពីការរាប់អានគ្នាយ៉ាងណាក៏គុណតម្លៃនេះមិនប្រែប្រួលដែរដូចដើមឈូកទោះបើជាបាក់ពាក់កណ្ដាលក៏នៅមានសរសៃជាប់អន្លាយដែរទី96ភាពជាបុគ្គលមានចិត្តចង់ឲ្យទានភាពជាបុគ្គលមានចិត្តអង់អាចភាពជាបុគ្គលមានចិត្តមិនប្រែប្រួលក្នុងគ្រាសុខទុក្ខភាពជាបុគ្គលមានចិត្តមេត្តាករុណាភាពជាបុគ្គលមានចិត្តស្រឡាញ់រាប់អាននិងភាពជាបុគ្គលមានចិត្តទៀងត្រង់ទាំងនេះជាគុណសម្បត្តិនៃមិត្តក្អែកចាស់បានពោលឡើងទៀតថាតើឲ្យខ្ញុំទៅរកមិត្តសម្លាញ់ដែលមានគុណសម្បត្តិដូចនេះក្រៅពីរូបបងឯណាបានស្ដេចកណ្ដុរលុះបានឮសម្ដីក្អែកចាស់និយាយដូចនេះហើយក៏ចេញពីរន្ធមកខាងក្រៅដោយនិយាយតបថាខ្ញុំមានចិត្តត្រេកអរណាស់ចំពោះសម្ដីបងដូចជាបានក្រេបនៅទឹកអម្រឹតព្រោះថាទី97កិរិយាមុជទឹកថ្លាត្រជាក់ត្រជុំក្តីកិរិយាប្រដាប់ដោយខ្សែកដ៏មានតម្លៃក្តីកិរិយាប្រោះព្រំរាងកាយដោយក្លឹមច័ន្ទក្តីកិរិយាទាំង3នេះនឹងធ្វើឲ្យបុគ្គលដែលស្អុះស្អាប់ដោយកម្ដៅអាចត្រជាក់ស្រួលបានតែចំពោះរូបកាយតែមិនប្រសើរជាងសុភាសិតរបស់អ្នកសប្បុរសទាំងឡាយដែលអាចធ្វើឲ្យចិត្តត្រជាក់បានឡើយទី98កិរិយាទំលាយអត្តកំបាំងក្តីល្មូបសុំក្តីភាពជាបុគ្គលមានចិត្តរឹងរូសក្តីភាពជាបុគ្គលមានចិត្តរពិលរពូចក្តីការខឹងច្រើនក្តីភាពជាបុគ្គលមិនមានលក្ខណៈសច្ចៈក្តីនិងការស្រវឹងនឹងលបែងក្តីទាំងអស់នេះជាគ្រឿងប្រទុះនៃមិត្តតាមពាក្យសម្ដីដែលបងបាននិយាយមកទាំងអស់នេះរូបខ្ញុំមិនឃើញមានទោសជាគ្រឿងប្រទុះអ្វីមួយឡើយព្រោះថាទី99បុគ្គលគប្បីសង្កេតឲ្យដឹងនៅលក្ខណៈរបស់មនុស្សមានចិត្តអាក្រក់និងលក្ខណៈរបស់មនុស្សដែលពោលពាក្យសច្ចៈដោយសម្ដីបុគ្គលគប្បីមើលឲ្យឃើញនៅលក្ខណៈរបស់មនុស្សដែលមានចិត្តមិននឹងណោនិងលក្ខណៈរបស់មនុស្សដែលមានចិត្តរពិលរពូតដោយឃើញជាក់ច្បាស់នឹងភ្នែកទី100មែនពិតមេត្រីចិត្តនៃបុគ្គលមានចិត្តបរិសុទ្ធមានលក្ខណៈម្យ៉ាងឯសម្ដីនៃបុគ្គលមានចិត្តអាក្រក់ខិលខូចមានលក្ខណៈម្យ៉ាងទៀតទី101មនុស្សចិត្តអាក្រក់ចិត្តគិតផ្សេងសម្ដីនិយាយផ្សេងទៀតកិរិយាប្រព្រឹត្តធ្វើផ្សេងទៅទៀតឯបុគ្គលមានចិត្តប្រសើរតែមានចិត្តគិតសម្ដីនិយាយប្រព្រឹត្តធ្វើតែមួយប្រពៃហើយសូមឲ្យបងសម្រេចផលតាមសេចក្តីប្រាថ្នាកុំបីឃ្លាតទោះនិយាយដូច្នោះហើយស្ដេចកណ្ដុរព្រមរាប់អានជាមួយនឹងក្អែកចាស់នោះរួចហើយក៏រៀបចំអាហារដ៏ពិសេសឲ្យបរិភោគយ៉ាងស្កប់ស្កល់ហើយបានលាចូលទៅកាន់រន្ធរបស់ខ្លួនដូចសក់មួយដងវិញឯក្អែកចាស់ក៏លាត្រឡប់ទៅកាន់ទីលំនៅខ្លួនវិញដែរចាប់តាំងពីពេលនោះមកក្អែកចាស់តែងហើរទៅជួបសន្ទនាយ៉ាងសប្បាយរីករាយជាមួយស្ដេចកណ្ដុរហើយថែមទាំងចែកអាហារគ្នាបរិភោគតាមការគួរនិងសួរសុខទុក្ខគ្នាទៅវិញទៅមកដោយធ្វើការពិភាក្សាគ្នាអំពីគតិលោកគតិធម៌ជារឿយៗដោយសេចក្តីស្និទ្ធស្នាលដ៏ក្រៃលែងអស់កាលយូរអង្វែងថ្ងៃមួយក្អែកចាស់និយាយប្រឹក្សាជាមួយស្ដេចកណ្ដុរថាហើយសម្លាញ់ទីនេះឥឡូវពិបាករកអាហារចិញ្ចឹមជីវិតណាស់ខ្ញុំគិតថាលះបង់ទីកន្លែងនេះហើយនឹងហើរទៅរកកន្លែងផ្សេងទៀតដែលងាយរកអាហារបរិភោគចិញ្ចឹមជីវិតជាងនេះ
ស្ដេចកណ្ដុរស្ដាប់ពាក្យសត្វក្អែកហើយមានចិត្តបារម្ភទើបសួរទៅថាណែសម្លាញ់គិតចង់ទៅកន្លែងណាវិញព្រោះថាទី102អ្នកមានចំណេះដឹងកាលដែលលើកជើងក្រោយលុះត្រាតែជើងមុខជន់ស៊ុបសិនបន្ទាប់ពីរកទីកន្លែងថ្មីបានហើយទើបលះបង់កន្លែងចាស់ចោលសត្វក្អែកប្រាប់ថាទីកន្លែងដែលខ្ញុំបានពិនិត្យមើលឃើញថាល្អនោះមានមួយកន្លែងស្ដេចកណ្ដុរសួរទៅវិញថាចុះទីកន្លែងនោះនៅឯណាសត្វក្អែកប្រាប់ថាមានស្រះមួយដែលមានទឹកថ្លាឆ្វេងឆ្លុះដល់បាតដីស្ថិតនៅក្នុងព្រៃមួយកន្លែងដែលមានសត្វអណ្ដើកជាមិត្តសម្លាញ់របស់ខ្ញុំហើយចិត្តល្អណាស់រស់នៅក្នុងស្រះនោះព្រោះថាទី103ការគ្រាន់តែប្រដៅជនទាំងឡាយឲ្យคล้ายជាបណ្ឌិតនរណាក៏អាចធ្វើបានដោយងាយតែការទូន្មានខ្លួនឯងឲ្យប្រព្រឹត្តទៅតាមគន្លងធម៌គឺជាការលំបាកធ្វើបានតែចំពោះបុគ្គលដែលមានចិត្តប្រសើរប៉ុណ្ណោះអណ្ដើកដែលជាសម្លាញ់ខ្ញុំប្រកាសជាទទួលស្វាគមន៍ដោយអាហារដ៏ឆ្ងាញ់ពិសាស្ដេចកណ្ដុរឆ្លើយតបវិញថាបើដូច្នោះមែនរូបខ្ញុំនឹងរស់នៅក្នុងទីនោះតែម្នាក់ឯងធ្វើអីព្រោះថាទី104នៅក្នុងប្រទេសណាមួយដែលមិនមានគេរាប់អានមិនមានផ្លូវរកស៊ីចិញ្ចឹមជីវិតមិនមានញាតិសន្តានឬក៏មិនមានការសិក្សាឲ្យចម្រើននៅចំណេះដឹងបុគ្គលគប្បីលះបង់ប្រទេសនោះចោលទៅទី105ការលក់ដូរមួយសេចក្តីភ័យមួយភាពអាម៉ាស់មុខមួយមេត្តាករុណាមួយការបរិច្ចាគទានមួយបើទីកន្លែងណាមិនមានធម៌5ប្រការនេះបុគ្គលមិនគួរតាំងទីលំនៅក្នុងទីកន្លែងនោះឡើយទី106មនុស្សសងបំណុលគេមួយគ្រូពេទ្យមួយសមណៈព្រាហ្មណ៍ចេះដឹងគម្ពីរវេទមួយទន្លេមានទឹកថ្លាបរិសុទ្ធមួយណែសម្លាញ់ទីកន្លែងណាមិនមានវត្ថុទាំង4ប្រការនេះបុគ្គលមិនគួរតាំងទីលំនៅក្នុងទីកន្លែងនោះឡើយស្ដេចកណ្ដុរនិយាយថាសម្លាញ់អើយចូលអ្នកនាំខ្ញុំទៅជាមួយផងឯចាស់ក៏នាំកណ្ដុរទៅជាមួយហើយបាននិយាយសន្ទនាជាមួយគ្នាយ៉ាងសប្បាយរីករាយតាមផ្លូវរហូតដល់ស្រះនោះឯសត្វអណ្ដើកកាលបើឃើញសត្វទាំងពីរបណ្ដើរគ្នាមកពីចម្ងាយមានចិត្តត្រេកអរណាស់ក៏បានទទួលរាក់ទាក់ក្អែកចាស់និងស្ដេចកណ្ដុរជាភ្ញៀវថ្មីដោយសេចក្តីរាប់អានយ៉ាងក្រៃលែងព្រោះថាទី107ទោះបីក្មេងតូចកំឡោះក្រមុំឬចាស់ព្រឹទ្ធាចារ្យក៏ដោយកាលណាភ្ញៀវមកដល់ផ្ទះហើយបុគ្គលគប្បីរៀបចំទទួលរាក់ទាក់ដល់ជនទាំងនោះព្រោះលោកអ្នកប្រាជ្ញចាត់ទុកភ្ញៀវដែលបានមកដល់ផ្ទះហើយគឺជាគ្រូទាំងអស់ទី108ព្រះអគ្គីជាគ្រូនៃព្រាហ្មណ៍ទាំងឡាយព្រាហ្មណ៍ជាគ្រូនៃមនុស្សគ្រប់វណ្ណៈប្តីជាគ្រូនៃភរិយាទាំងឡាយឯភ្ញៀវដែលមកដល់ផ្ទះគឺជាគ្រូនៃជនទាំងអស់នោះខណៈនោះក្អែកចាស់និយាយឡើងថាហើយសម្លាញ់អណ្ដើកសូមសម្លាញ់រៀបចំទទួលភ្ញៀវថ្មីនេះឲ្យបានល្អព្រោះថាភ្ញៀវថ្មីនេះជាស្ដេចកណ្ដុរដែលចូលចិត្តធ្វើបុណ្យទានទាំងឡាយជាបុគ្គលដ៏ឧត្តមឧត្តមប្រកបដោយមេត្តាករុណាបើទោះបីជាស្ដេចនាគមានអណ្ដាតច្រើនយ៉ាងណាក៏ដោយក៏មិនអាចនឹងពោលសរសើរអំពីកេរ្តិ៍ឈ្មោះរបស់ស្ដេចកណ្ដុរនេះឲ្យអស់បានឡើយលុះក្អែកចាស់និយាយដូច្នោះហើយក៏លើករឿងស្ដេចព្រាបមកនិទានប្រាប់អណ្ដើកបន្ថែមទៀតសត្វអណ្ដើកបានស្ដាប់ពាក្យរបស់ក្អែកចាស់ហើយក៏មានចិត្តសាទរឥតឧបមាដោយសេចក្តីគោរពរាប់អានស្ដេចកណ្ដុរយ៉ាងក្រៃលែងទើបពោលពាក្យប្រស័យថាណែសម្លាញ់ដ៏ចម្រើនអើយសូមអ្នកមេត្តាប្រាប់ហេតុផលដែលនាំឲ្យអ្នកមកកាន់ទីកន្លែងដ៏ស្ងប់ស្ងាត់
ដូច្នេះឲ្យខ្ញុំបានដឹងផងស្ដេចកណ្ដុរនិយាយប្រាប់ថាសូមសម្លាញ់ចាំស្ដាប់ខ្ញុំនឹងពិពណ៌នាដើមហេតុឲ្យស្ដាប់ដូចតទៅនេះរឿងស្ដេចកណ្ដុរនៅក្នុងនគរមួយមានពួកឥសីអាស្រ័យនៅជាច្រើនបណ្ដាឥសីទាំងឡាយនោះមានឥសីចំណាស់ម្នាក់តាំងអាស្រ័យនៅក្នុងទីកន្លែងមួយគាត់តែងតែយកអាហារសេសសល់ពីការបរិភោគដាក់ក្នុងបាតមួយហើយយកទៅភ្ជួរទុកជាប្រចាំរួចសម្ងំដេកលក់ទៅខ្ញុំលួចយកអាហារនោះមកបរិភោគជារៀងរាល់ថ្ងៃពេលមួយនោះមានឥសីម្នាក់ទៀតជាមិត្តសម្លាញ់ធ្លាប់រាប់អានគ្នាក៏ចូលមករកជួបឥសីចំណាស់នោះឥសីទាំងពីរជជែកគ្នាលេងកម្សាន្តសប្បាយដោយរឿងផ្សេងកំពុងតែនិយាយឥសីចំណាស់បានយកបន្ទះឫស្សីគោះដីដំបូកពកដើម្បីបំភ័យបន្លាចខ្ញុំឲ្យបោលរត់ចេញទៅឯឥសីជាមិត្តនៅពេលដែលឃើញសកម្មភាពសម្លាញ់ខ្លួននៅមិនស្ងៀមក៏សួរទៅថាសម្លាញ់មានរឿងអ្វីបានជាមិនស្ដាប់ពាក្យខ្ញុំនិយាយសោះដូចជាមានកង្វល់ខ្វល់អ្វីមួយប្លែកនាំឲ្យមិនស្រួលចិត្តបែបនេះឥសីចំណាស់តបថាណែសម្លាញ់ខ្ញុំមិនមែនប្រងើយកន្តើយទេប៉ុន្តែសម្លាញ់មិនមើលអាសត្វកណ្ដុរចង្រៃនេះចេះតែមករំខានខ្ញុំហើយវាតែងតែលួចអាហារដែលនៅក្នុងបាតនេះយកទៅស៊ីរាល់ថ្ងៃឥសីជាមិត្តដើរទៅលបមើលកន្លែងព្យួរនោះហើយងឿងឆ្ងល់ក្នុងចិត្តក៏សួរថាម៉េចអាសត្វកណ្ដុរនេះវាលូតទៅតោងបាតដែលនៅឆ្ងាយបានបើខ្លួនវាតូចកម្លាំងតិចដូច្នេះណោះព្រោះថាទី109ភរិយាវ័យក្មេងស្រាប់តែធ្វើមាយាទាញសក់ប្តីចាស់ជរាមកថើបហើយចាប់អោបញាក់ញីឥតប្រណីខុសទំនងនោះមុខជាមានរឿងអ្វីឆ្គាំឆ្គងជាមិនខានឥសីចំណាស់សួរថាតើរឿងនោះមានដំណើរយ៉ាងដូចម្ដេចឥសីជាមិត្តក៏ចាប់ផ្ដើមពិពណ៌នារឿងនោះដូចនេះថាសូមអរគុណដែលបានរួមដំណើរជាមួយយើងក្នុងអេពីសូត4នេះប្រសិនបើលោកអ្នកចង់បន្តតាមដានខ្លឹមសារបន្ទាប់សូមអញ្ជើញទៅកាន់អេពីសូតបន្ទាប់